ផ្កាឈូកដុះនៅក្នុងទឹកភក់ប៉ុន្តែវាបែរជាមានភាពស្រស់ស្អាតហើយយើងមិនអាចរកឃើញកន្លែងដែលមានភាពកខ្វក់នៅលើផ្កាឬក៏ស្លឹករបស់វាឡើយផ្កាឈូកគឺជានិមិត្តរូបទាំងស្រុងនៃភាពស្រស់ស្អាតបរិសុទ្ធទាំងចិត្តទាំងគំនិតនិងបេះដូងចំពោះផ្កាឈូកថ្មីត្បិតតែខ្លួនរបស់វាដុះនៅក្នុងទឹកភក់ប៉ុន្តែស្លឹករបស់វាមានលក្ខណៈស្អាតជានិច្ចព្រោះនៅពេលដែលភាពកខ្វក់មកប្រឡាក់វានឹងប្រើលក្ខណៈពិសេសរបស់វាដើម្បីផាត់ភាពកខ្វក់នោះឲ្យចេញទៅឆ្ងាយមិនតែប៉ុណ្ណោះស្លឹករបស់វានឹងបន្តរស់រានមានជីវិតដោយព្យាយាមដុសចេញពីភក់រហូតដល់ចេញផ្កាក្រពុំនិងបន្តរីកស្រស់ព្រឹមប្រៃដែលទាក់ចិត្តសត្វនិងមនុស្សទាំងពួងឲ្យចូលទៅស្រង់គន្ធពិដោនៃបុព្វជាតិមួយនេះប្រដូចទៅនឹងខ្សែជីវិតរបស់មនុស្សយើងដែរប្រសិនបើអ្នកកើតមកក្នុងត្រកូលអ្នកក្រខ្សត់ឬមនុស្សដែលគ្មានសាច់ញាតិបងប្អូនអ្នកក៏បីធ្វើខ្លួនឲ្យដូចជាផ្កាឈូកដោយប្រកាន់ចិត្តស្អាតបរិសុទ្ធជានិច្ចនិងមិនប្រព្រឹត្តអំពើខុសឆ្គងប្រាសจากសីលធម៌រស់នៅនោះឡើយជួនអ្នកបន្តខិតខំប្រឹងប្រែងតស៊ូយកឈ្នះឧបសគ្គទាំងឡាយដែលកើតមានចំពោះមុខដើម្បីក្រេបយកចំណេះវិជ្ជានិងដើម្បីរំដោះខ្លួនឲ្យចាកផុតអំពីភាពក្រីក្រឲ្យស័ក្តិសមទៅនឹងសុភាសិតមួយឃ្លាពោលថាបើអ្នកក្រក៏ក្រទៅចោះឲ្យតែមានចំណេះវិជ្ជានោះអ្នកនឹងមានអ្វីសពបែបយ៉ាងដែលអ្នកប៉ងប្រាថ្នានៅថ្ងៃក្រោយ